chỉ điểm xua bông mà thấy sao cô mà can lọt rồi bao nhiêu mà đang tia đấy và tôi bị bây giờ ban đại liền chờ hơi đại và chạy những ngày bị xem tao bị vậy lên thành đi chạy chân ngày đấy buổi nhom trong mà chạy đầm lên chùm nói sầm khăn pram chừng nói chả rồi sầm khăn pram chừng nói bật sân chia nè tao có kia miên cầm rong trong từ lên pro tại Philippines chẳng ta cua ta thiêm chùm nói cái khla ok chờ tí muối chờ nói tí muối cứ cá tinh sầm bật dồn hả bà chỉ tu tới ta đa lên này đây xem ra khi tới cả bậc tiền cá tinh sầm bật phật cứ chỉ riêng sầm khăn bậc phật và sân gì ở tinh ở thời ngày tinh ngày nên bị stay hay bị thay chẳng bị bà coi chỉ pho đồng khan đó cả thương nào cũng sáng bao nhiêu thế bây giờ họ nhầm đi của mình là cái này cọ tam app mình là cái từ này cái ai cọ tam trip.com rồi còn một tiếng Agoda viên được ban tờ lại bị xét riêng là cái này cọ nằm liền đến họ nè cái này ai thêm môn cả lạc khai từ mặt khai là mấy cọ sốt đến họ mơ tam ngày ti để cái này chọn tới chẳng ấy tầm lại vía miên chập bị low season là 2 season hay vì lang cho từ tam ngày mà chơi đến họ ấy chẳng tới thấy bà tam thì dưỡng tới thì nó dưỡng được fly bộ nhóm ban cọ tam trip.com tại ban tờ lại bị xét ta nhâm xôm lại cầm hình cọ tam Agoda cho bên mang tờ lại special tip thay tiền bạn chẳng này cóគ្នាគួរគិតមុនសិនថាអ្នកទាំងអស់គ្នាទៅលេងប្រទេសហ្វីលីពីនតែអ្នកទាំងគ្នាចង់ទៅលេងទីក្រុងមួយណាហើយនឹងកោះមួយណាអ្នកទាំងគ្នាដឹងហើយថាហ្វីលីពីនទីក្រុងគឺធំជាងគេគឺម៉ានីឡាម៉ានីឡាប៉ុន្តែវាទីក្រុងដូចតែទីក្រុងយើងពេញអញ្ចឹងណាប៉ុន្តែពីច្រើនទៅហ្វីលីពីនគឺយើងទៅលេងកោះកោះគេកោះនៅហ្វីលីពីនច្រើនមែនតែមែនទេបាទខ្ញុំសូមបើកវងកញ្ចក់បន្តិចនិយាយពី destination គោលដៅទេសចរដែលពិជឿនតាក់ទាញភ្ញៀវទេសចរអន្តរជាតិបាទទី1គឺទីក្រុង Manila ដែលជាទីក្រុង capital city របស់ធំមែនតើសម្រាប់ប្រទេសហ្វីលីពីនទី2គឺកោះបាទប៉ុន្តែខ្ញុំសូម recommend ឲ្យទៅលេងកោះការចំណាយពេលទៅលេងកោះគួរតែចំណាយពេលឲ្យបានច្រើនតិចដោយសារតែនៅហ្វីលីពីនមានកោះប្រជុំកោះច្រើនរាប់រយកោះជាប្រទេសដែលប្រជុំកោះច្រើនចឹងទៅខ្ញុំសូមណែនាំទៅលេងកោះសម្រាប់បទពិសោធន៍ពួកយើងគឺពួកយើងទៅលេងកោះខូរូនសូម្បីតែនៅខូរូនហ្នឹងក៏មានកោះតូចច្រើនទៀតបាទតែហើយអ្នកនរគ្នាកោះដែលខ្ញុំ recommend ជាងគេគឺ2ទី1 Coron គឺជាកោះសម្រាប់ family អ្នកនរគ្នាទៅលេងណា family អ្នកនរគ្នាទៅលេងទីហ្នឹងត្រូវទី2 El Nido ជាកោះសម្រាប់គូសង្សារឬក៏ប្តីប្រពន្ធមកគូទៅលេងអីចឹងណាដូចយកមកសង្សារចាចាំមិនសិនអ្នកគ្នាទៅលេងកោះ Coron ខ្ញុំ recommend ឲ្យអ្នកគ្នាកោះ Direct Fly មានន័យថាមានពីរប្រភេទទី1បើយើងកក់ពីភ្នំពេញទៅម៉ានីឡាតម្លៃហ្នឹងប៉ុន្មានប្រហែល$200 ទៅ$300ឬក៏អ្នកទាំងអស់គ្នាកក់ពីម៉ានីឡាទៅកោះមួយទៀតកោះខូរុនដូចពួកខ្ញុំអញ្ចឹងចន្លោះ150ទៅ200អញ្ចឹងអ្នកគ្នាបូកចូលទៅវាតម្លៃច្រើនអញ្ចឹងខ្ញុំ recommend អ្នកទាំងអស់គ្នាកក់ Direct Fly ពីភ្នំពេញទៅកោះតែហ្មងអញ្ចឹងតា300អីទេអញ្ចឹងអ្នកគ្នាចំណេញច្រើនមែនតើ Yes អ្នកទាំងអស់គ្នាបើសិនជាចង់ទៅកោះទេបើចង់ទៅកោះទេកក់ពីនេះទៅម៉ានីឡាមកហើយខ្ញុំ recommend មួយទៀតគឺ airline Philippine Airline Direct Fly អត់មានត្រូវការឆេងយន្តហោះអីទេហើយតែរយៈពេល3ម៉ោងគឺយើងទៅដល់ម៉ានីឡាមក Philippine Airline Yes ហើយសំខាន់គឺពេលយើងនៅលើ Philippine Airline គឺគេមាន include breakfast ហើយអាហារបើសិនយើងទៅពេលយប់គឺមានអាហារពេលយប់ឲ្យយើងបើយើងទៅពេលព្រឹកមានអាហារពេលព្រឹកឲ្យទៅអែមតែហើយខ្ញុំអរគ្នាកក់តាម Agoda គឺជាចំណុចសំខាន់ហើយពួក Agoda គឺបាន30គីឡូនៅវ៉ាលីយើងពេលយើងទិញសម្បត្តិយន្តហោះ Philippine Airlines ទៅលេងហ្វីលីពីនអ្នកនរគ្នាបាន30គីឡូវ៉ាលីយើងហើយមិនបាច់ទិញគីឡូបន្ថែមទៀតទេ30ហ្នឹងគឺតែអ្នកនរគ្នាទូដាក់កៅច្រើនដូចជាខ្ញុំទៅថតរូបក៏ដាក់អស់ដែរពីដេកពួកខ្ញុំបាន60គីឡូតែពួកយើងយកតែវ៉ាលីធំមួយទេគឺជិលអូបាទតែបានមែនតែ22គីឡូហ្នឹងហើយកៅខ្ញុំឡើងច្រើនមែនតើ Yes ចឹងអ្នកនរគ្នាអាចទៅឆែកបន្ថែមទៀតបានចំពោះព័ត៌មានបន្ថែមចា៎អញ្ចឹងឥឡូវយើងចូលដល់ចំណុចទី2បន្ទាប់បាទគឺសន្តាគារបាទជាជាក់ស្ដែងរឿងដែលយើងកក់ airline ហើយកក់ flight ហើយធ្វើបន្ទាប់នេះគឺកន្លែងគេជាសំខាន់មែនតើយើងត្រូវ check ថាតើកន្លែងដែលយើងទៅដើរលេងហ្នឹងកន្លែងហ្នឹងមានកន្លែងយើងគេងដែលយើងចង់បានអត់បើមិនជាកន្លែងដែលយើងចង់ទៅលេងវានៅឆ្ងាយដាច់សញ្ញាអាហ្នឹងក៏វាប្រកបជាផលរំខានដល់យើងដែរវាពិបាកសម្រាប់យើងឡើងចុះទៅធ្វើដំណើរវិញទៅមកអញ្ចឹងណាអញ្ចឹងយើងត្រូវ check មើលកន្លែងហ្នឹងអញ្ចឹងឲ្យពួកខ្ញុំនិយាយតិចទៅ
ចាឲ្យអ្នកទាំងគ្នាខ្ញុំនៅនិយាយដែរអ្នកទាំងគ្នា booking តាម Agoda ឬក៏ trip.com គឺវាបានតម្លៃធូរថ្លៃជាងដែលអ្នកទាំងគ្នាទៅ check in ជាមួយនឹងម្ចាស់សណ្ឋាគារផ្ទាល់មកតម្លៃគឺគេនិយាយថាសហការគ្នា discount ឲ្យស្រាប់ហើយនឹងមួយទៀតបើសិនជាអ្នកទាំងគ្នាអត់ដឹងថាទៅគេនៅកន្លែងណាទៅដើរលេងកន្លែងណាដូច vlog ពួកខ្ញុំថតឲ្យខាងមុខនឹងអញ្ចឹងចាយើងអត់មាន plan ទេទៅដល់ណាគេហ្នឹងអ្នកទាំងគ្នាអាចធ្វើតាមខ្ញុំបានគឺអ្នកទាំងគ្នាចុះទៅដល់ដីសិនខេត្តនឹងស្រុកនឹងអ្នកគ្នាចង់ដើរលេងអញ្ចឹងណាហើយតើមកអ្នកគ្នាទៅមើលផ្ទាល់សថាគារហ្នឹងអ្នកគ្នាគាត់ថាគួរសមដែរអ្នកគ្នាឆែកមើលតាម Agoda ឬក៏ trip.com ហ្នឹងសិន book តាមហ្នឹងហើយចាំអ្នកគ្នាចូលខាងក្នុងថាគារហ្នឹងគេសម្រាប់សូមអេទីសម្រាប់ពួកយើងគឺពួកយើងចង់ sell លុយបន្ថែមទៅលើការគេពួកយើងធ្លាប់អ្នកដើរលេងដែរជា adventure ម្នាក់ដែរចុះពួកយើងអត់សូវសូនសាយរឿងកន្លែងគេទេកន្លែងគេឲ្យតែមានកន្លែងសាក់ថ្មទូរស័ព្ទហើយមានពូកមានទឹកងុយទឹកបានគឺយើងគេមាន Wi-Fi អាចទៅយកបានតម្លៃសមរម្យមែនទែនគឺ$10ឯទេចាអញ្ចឹងនេះគឺជាសថាគារដែលខ្ញុំគេនៅកោះត្រឹមតែតម្លៃ$10 Yes ហើយនេះគឺជាសថាគារដែលយើងគេនៅទីក្រុងតម្លៃអាចមើលខាងនេះបាទចាតម្លៃគឺដូចជា$15ទៅ$20បាទ7 10ទេបូកពន្ធចាអញ្ចឹងគឺអ្នកគ្នាអាចមើលប្រៀបធៀបបានតែក៏មានតម្លៃដែលខ្ពស់ជាងនឹងទៀតផងដែរបាទអាស្រ័យលើទឹកលុយរបស់យើងចាអញ្ចឹងបន្ទាប់នេះគឺទី3គឺមធ្យោបាយធ្វើដំណើរសួរថាតើទៅដល់ហ្វីលីពីនតើយើងជិះម៉ូតូដប់ជិះកង់3ជិះ Grab ជិះស្អីឬក៏ជិះស៊ីក្លូបាទឬក៏យើងនៅក្នុងក្រុងភ្នំពេញដែរបាទអត់មានម៉ូតូដប់ទេបងប្អូនអញ្ចឹងសម្រាប់គឺមាន2ឥឡូវខ្ញុំសូមនិយាយនៅកោះមុននៅកោះដោយសារតែវានៅរៀងជនបទហើយអញ្ចឹងអត់តាមទៅនៅទីក្រុងទេអញ្ចឹងនៅទីនោះខ្ញុំរីកមិនដល់គ្នាជួលម៉ូតូចាតែ2-10ម៉ោងមួយថ្ងៃពេញ2-10ម៉ោងគឺគេយក500ពេសូ500ពេសូហ្នឹងស្មើនឹង$9យើងចង់ជួល1ម៉ោង2ម៉ោង3ម៉ោងក៏បានដែរប៉ុន្តែបើតាខ្ញុំគុនគូទៅ1ម៉ោងវា200 3ម៉ោងវា300 400ហើយអញ្ចឹងយើងជួល2-10ម៉ោងហ្មងទៅមានចំណេញអ្នកគ្នាអាចជិះដើរលេងនៅតាមភូមិឃុំអីចឹងហើយជិះម៉ូតូអ្នកគ្នាមើល view ព្រោះនៅតាមព្រៃភ្នំមាត់សមុទ្រយើងមាន view ស្អាតណាស់ដូចយើងទៅកំពតទៅអ្នកគ្នាដូចយើងជិះម៉ូតូចឹងមើល view ថតរូបគឺស្អាតមែនតើថត vlog មែនតើបាទបើស្អាតខ្ញុំចូលចិត្តជិះម៉ូតូហើយប្រពន្ធខ្ញុំក៏មិនសូវរឿងម៉ូតូបានទេខ្ញុំចិត្តជិះម៉ូតូម្នាក់យើងហៅយើង rider បាទយើងជិះតាមសមុទ្រផងហើយយើងឡើងភ្នំទៀតហើយចាក់សាំងអស់តែ1លីត្រទេបងប្អូនចំណេញមែនទេបាទអូបើកញ្ចក់តិចសាំងនៅនោះ1លីត្រយើង5000ស្មើលុយយើងនេះដែរអត់ថ្លៃទេ5000យើងជិះបានឆ្ងាយបាទមួយថ្ងៃនឹងពេញអត់អស់ទេ2-10ម៉ោងពីថ្ងៃដែលយើងជួលរហូតមកជុំដល់ម៉ោងដែលយើងជួលនឹងវិញ Yes ចាហើយនឹងមួយទៀតអ្នកនរគ្នាអាចហៅកង់3គេតែមាន app ពីកង់3គេហៅដៃយើងដូចយើងហៅម៉ូតូដប់តាមផ្លូវអញ្ចឹងហៅទៅនេះហើយយើងឲ្យលុយគេនៅចរចាតម្លៃគាត់ទៅតម្លៃមួយគាត់ទៅគាត់អាចនិយាយភាសាអង់គ្លេសមកយើងបានទេហើយនឹងមួយទៀតចំពោះនៅទីក្រុងម៉ានីឡាហ្មងពិសេសមែនតើអ្នកនរគ្នាគាត់តែ download Grab បាទ Grab នៅក្នុងទូរស័ព្ទអ្នកនរគ្នា app ហ្នឹងណាគឺអ្នកនរគ្នាអាចហៅតាក់ស៊ីកង់3ម៉ូតូអីទៅណាបានហើយអ្នកនរគ្នាភ្ជាប់ app ហ្នឹងជាមួយនឹងធនាគាររបស់អ្នកនរគ្នាធនាគាររបស់អ្នកនរគ្នាទៅយើងប្រើ credit card យើងអាចប្រើ Visa card របស់ ABA ឬក៏ Mastercard ABA គឺអាច link ជាមួយនឹង account Grab បានហើយអត់មានបញ្ហាទេស្រួលមែនតើចាតើមកពេលយើងជិះដូចយើងជិះ Pass app ឬក៏ជិះ Grab ស្រុកខ្មែរយើងចឹង link កាត់អូតូមកឬក៏មួយទៀតដូចមុនអញ្ចឹងយើងកក់ហៅកង់3ឬក៏ម៉ូតូអីឬក៏ជិះកូនឡានអីតាមឲ្យលុយសុទ្ធហើយនឹងជំរើសចុងក្រោយបំផុតគឺដើរទឹងអត់អស់លុយទេដើរឆ្ងាយខ្ញុំអត់សូវដាក់ comment ទេបាទប៉ុន្តែមានកន្លែងដើរលេងខ្លះវានៅចិត្តគ្នាអ្នកនរគ្នាអាចដើរមកកន្លែងទៅមកកន្លែងចំណេញពេលវេលាចំណេញលុយ Yes សម្រាប់បងប្អូនដែលគាត់ចូលចិត្តដើរចូលថតរូបឆ្លាញ់វិស័យកាន់កាមេរ៉ាអូខេខ្ញុំដាក់ comment ដើរទៅដោយសារអីយើងអាចស្វែងយល់ពីសង្គមជាក់ស្ដែងនៅទីក្រុងម៉ានីឡាផ្ទាល់ប្រទេសហ្វីលីពីនយើងអាចដកបទពិសោធន៍សិក្សាពីវប្បធម៌របស់ជនជាតិគេយើងមានតំណែងស្វែងយល់កាន់តែស៊ីជម្រៅបាទចាតែខ្ញុំដើររួចទេបាទខ្ញុំដើរមុំមែនទេចាអញ្ចឹងអាហ្នឹងគឺចូលបាយធ្វើដំណើរគឺមានប៉ុណ្្នឹងទេតោះមកចូលដល់ចំណុចទី4សំខាន់ដែរចំណុចសំខាន់គឺអាហារតើនៅហ្វីលីពីនគេញ៉ាំអាហារម្ហូបរបស់ខ្មែរយើងអត់ឬក៏យ៉ាងណាដែរបាទសម្រាប់ពួកយើងគឺអាហារយើងញ៉ាំមិនក៏ញ៉ាំបានដែរពីច្រើនញ៉ាំបាន
ចាដោយសារយើងដើរច្រើនប្រទេសហើយអញ្ចឹងដូចខ្មែរយើងមានពាក្យស្លោកថាចូលស្ទឹងតាមបត់ចូលស្រុកតាមប្រទេសចាអញ្ចឹងម្ហូបគេនៅក្នុងគេមានឆាបន្លែឆាសាច់ឆ្អីដូចគ្នាបើតែបើសឡខ្ញុំតាមខ្ញុំចូលមើលទៅពីច្រើនសឡត្រីស្ងោរត្រីគេអញ្ចឹងខ្ញុំហូបបានតិចតិចដោយសារហូបអត់បានដោយសារមានពីរទី1វារសជាតិរៀងផ្អែមដែរហើយទី2គឺក្លិនរៀងក្អូបខ្ញុំមិនដឹងគេដាក់គ្រឿងអីទេនឹងធ្វើឲ្យយើងពិបាកលេបបាយឆាគេក៏ក្អូបដែរពេលអញ្ចឹងញ៉ាំបានតិចបាទហើយខ្ញុំកាត់សង្កត់មួយទៀតនៅក្នុងទីក្រុងម៉ានីឡាវាមាន brand ធំច្រើនដូចជា McDonald's សម្រាប់បងប្អូនដែលចូលចិត្តគេហៅថា fast food ហើយតម្លៃអត់ថ្លៃទេចាទីក្រុងគេទំនើបហើយពួកគាត់គឺប្រើភាសាអង់គ្លេសបានចឹងវាងាយស្រួលដល់យើងហើយមាន fast food តើមកមានKFC តើមក pizza បាទចានៅមានប៉ុន្តែនៅតាមកោះអត់មានទេនៅកោះមានតែអាហារជនបទអញ្ចឹងអ្នកទាំងអស់គ្នាចង់មិនចង់ក៏អ្នកគ្នាត្រូវតែញ៉ាំតាមកោះដែរសុំកាត់មួយទៀតនៅទីក្រុងហ្នឹងសូម្បីតែ brand នេះគេបោះការ៉េប៊ុនឈុនក៏មានដែរហើយពួកយើងញ៉ាំម្ហូបនោះតឡងក៏ពួកយើងសាកម្ហូបកូរ៉េមានអារម្មណ៍ថាល្អមែនទេចានៅក្នុងអ្នកគ្នាជំរឿច្រើនទី1អ្នកគ្នានៅអាច app Grab ដែរដើម្បីកំងអាហារដល់ជូនដូចយើង Food Panda ឬញ៉ាំ24នៅខ្មែរអញ្ចឹងមកដល់ស្ថានភាពទៅដល់កន្លែងយើងញ៉ាំនឹងមកហើយមានភោជនីយដ្ឋានច្រើននៅតាមទីក្រុងម៉ានីឡាមានភោជនីយដ្ឋានចិនវៀតណាមថៃឬក៏អីផ្សេងតែហាងខ្មែរយើងអត់ទាន់មានទេចាហាងខ្មែរយើងអត់ទាន់មានទេតែម្ហូបផ្សេងហាងចិនហាងអីយើងហូបបានធម្មតាហើយដល់មួយទៀតអ្នកគ្នាអាចទៅ supermarket mall គេហ្នឹងក៏មានហាងដូចយើង EON អញ្ចឹងនៅជាន់លើអញ្ចឹងអ្នកគ្នាអាចទៅចាយវាញ៉ាំអីនៅទីហ្នឹងបាននៅទីក្រុងគឺសម្បូរបែបណាអត់ដូចនៅតាមជនបទយើងនៅកោះវាពិបាកញ៉ាំតិចចាអញ្ចឹងដល់ចំណុចទី5ចំណុចនេះសំខាន់បំផុតទេបាទចំណុចទី5តើនៅទីនោះគេចាយរូបបិយប័ណ្ណឲ្យគេហើយគេចាយលុយដោយរបៀបណាអូខេខ្ញុំសូមនិយាយមុនប្រពន្ធខ្ញុំតិចកុំឲ្យគាត់និយាយលឿនពេកអ្វីដែលសំខាន់ដោយសារតែយើងទៅដល់ផ្ទាល់យើងមានបទពិសោធន៍ផ្ទាល់ខ្ញុំសូមឲ្យបងប្អូនដូរលុយបាទរូបិយប័ណ្ណរបស់គេគឺពេសូចាអញ្ចឹងមុនតែយើងទៅប្រទេសគេយើងគួរដូរលុយឲ្យបានច្រើនទៅបើមិនយើងដូរយើងបាច់ចិត្តថាយើងដាក់$500ទៅចាយហ្នឹងអញ្ចឹងយើងដូរ700ទៅទុកសកួរអញ្ចឹងណាកុំឲ្យដូចពួកយើងអញ្ចឹងណាចាបាទប្លុកពួកខ្ញុំអ្នកនរគ្នាមើលគឺរកប្រាក់មែនតើដោយសារតែយើងស្រាវជ្រាវហើយប៉ុន្តែយើងស្រាវជ្រាវដល់ចំណុចហ្នឹងអញ្ចឹងណាគឺមានការខ្វះខាតលុយពិបាកក្នុងការដូរហើយអ្នកទាំងអស់គ្នានៅនោះគឺខ្ញុំចង់និយាយថាគឺគេចាយតែលុយសុទ្ធហ្មងរូបិយប័ណ្ណ peso PHP គឺ peso គឺគេចាយតែលុយនឹងសុទ្ធលុយរូបិយប័ណ្ណផ្សេងខ្មែរដុល្លារឬក៏ថៃឬក៏ចិនឬក៏អីគឺគេអត់ចាយទេគេចាយតែ peso ជនជាតិហ្វីលីពីនគេនៅហ្មងអញ្ចឹងអ្នកទាំងអស់គ្នាទិញអីចាយលុយគេងអីគឺគេចាយលុយសុទ្ធហ្មងតែអ្នកទាំងអស់គ្នាមានវិធីសាស្ត្រមួយទៀតគឺអីគេយើងចាយ credit card ចា credit card ឬក៏អីគេញូញៀនកាតបាទ credit card មាន Visa card មាន Mastercard ហើយ Union Pay ក៏គេមានដែរវាជារឿងមួយដែលសោកស្ដាយហើយកុំហោះពួកខ្ញុំដែរហើយពួកយើងបង្ខំដែរវាទាំងជាផ្លិចឆឹងដោយសារវាខ្ញុំទៅមកពីចិនខ្ញុំបានយកកាបូបលុយខ្ញុំមកដែលមានកាតមាន credit card មាន Union មាន Visa នេះផ្លិចយកមកហើយប្រពន្ធខ្ញុំកាតរបស់ខ្ញុំ expire កាតរបស់ខ្ញុំគឺ expire ដល់ពេលអញ្ចឹងគឺចាយអត់កាតដល់ពេលអញ្ចឹងគឺខ្ញុំខ្វះខាតរឿងថវិកាហ្នឹងធ្វើឲ្យដំណើរកម្សាន្តយើងរៀងរ៉ោករ៉ាខ្ញុំសូមបង្ហាញរូបភាពមួយដែលខ្ញុំថតជាមួយជនជាតិអាល្លឺម៉ង់អ្នកគាត់បានខ្ញុំថតជាមួយគាត់គាត់ពេលហ្នឹងខ្ញុំបានទៅសុំ exchange លុយគាត់ហើយតែពួកយើងអត់មានលុយអីសោះប៉ុន្តែអ្វីដែលពិសេសគឺគាត់ចង់និយាយថាគាត់មាន account PayPal ហើយខ្ញុំមាន PayPal ដែរខ្ញុំក៏បាញ់លុយ PayPal ឲ្យគាត់500 peso 500មិនតាមpeso ឯងគឺចំនួន 8.9 អឺរ៉ូថា9អឺរ៉ូចុះ9អឺរ៉ូដូរបាន500 peso ហើយគាត់ក៏ខ្ញុំជួបមនុស្សល្អមែនទែនតែគាត់ជួយដូរឲ្យយើងគាត់ឃើញយើងកំពុងតែខ្វះខាតអញ្ចឹងណាសូមអរគុណគាត់មែនទែនថា PCS បើសិនជាគាត់ឃើញវីដេអូនេះសូមឲ្យគាត់ទទួលយកការអរគុណពីពួកខ្ញុំបាទចាហើយអ្នកនរគ្នាយកកាតនឹងដាក់តាមខ្លួនទៅនៅតាមស្រុកភូមិជាយកោះយ៉ាងណាក៏គេមានទូ ATM ដែរទូ ATM តាមផ្លូវអ្នកនរគ្នាដាក់កាតចូលទៅហើយគេនឹងកាត់រ៉េតទៅតាមធនាគាររបស់អ្នកនរគ្នារៀងខ្លួនហើយនឹងចេញលុយពេសូមកតាមហ្នឹងហើយចឹងអ្នកនរគ្នាទៅណាក៏អត់មានភ័យខ្លាចថានឹងអត់មានលុយចាយដោយពួកខ្ញុំដែរបាទហើយនឹងចំណុចចុងក្រោយសំខាន់មួយទៀតខ្ញុំបាននិយាយគឺភាសានៅហ្វីលីពីនស្រួលគេនិយាយអង់គ្លេសសុទ្ធហ្មងបាទនិយាយអង់គ្លេសសុទ្ធប៉ុន្តែគាត់ថាតង់វាខុសពីអង់គ្លេសយ៉ាងតិចតង់គេរៀងហ្វីលីពីនណាបាទឧទាហរណ៍អ្នកគ្នាថាចេះនិយាយថាមើលខ្ញុំចង់ទៅផ្សារនិយាយថាម៉េច I want to go to market បាទចាភាសាគេបែបហ្នឹង I want to go to market and how much is it តង់គេរៀងពិបាកតិចប៉ុន្តែទោះយ៉ាងណាក៏នៅតែនិយាយភាសាអង់គ្លេសដែរចា
ហើយបើសិនជាអ្នកនរគ្នាចង់ដឹងថាតើ vlog របស់ខ្ញុំទៅញ៉ាំនៅណាគេនៅកន្លែងណាតម្លៃបែបណាហើយតើពួកខ្ញុំទៅនឹងរកដាក់បែបណាឬក៏ទេសភាពវាស្អាតបែបណាកុំភ្លេចចុចទៅ like subscribe វីដេអូរបស់នេះខ្ញុំនៅក្នុង YouTube ក៏បានFacebook ខ្ញុំក៏បានដែរចំណេះដាក់ខាងលើនេះចាទីចុងក្រោយមានអីនិយាយទៀតទីចុងក្រោយអត់មានអ្វីទេសូមជូនពរដល់អ្នកទាំងអស់គ្នាអេពីសូតល្អចាអរគុណជួបគ្នាវីដេអូក្រោយ